បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងធ្វើការមកប្រៀបធៀបតួអង្គនេះហើយទី1គឺយើងមាននៅ Bardock ដែលជាឪពុករបស់ Goku ដែលមកពី Dragon Ball ហើយមួយទៀតគឺយើងមាននៅ Drake Grand Legend ដែលជាអធិរាជនៃ Will Stromai ដែលមកពី Invincible តើនរណាគេឈ្នះបើសិនជាពួកគេច្បាំងគ្នាគឺការច្បាំងមួយនេះគឺខ្ញុំសូមលើកយកតែស្នាដៃរបស់ពួកគេនៅក្នុងរឿងមកបញ្ជាក់ទេណាថានរណាជាអ្នកឈ្នះហើយបើសិនជាការបកស្រាយរបស់ខ្ញុំមានការលើសលួសមួយខុសត្រង់ចំណុចណាសូមអ្នកទាំងអស់គ្នាជួយបកស្រាយជូនខ្ញុំផងបាទជាចុងក្រោយគឺខ្ញុំធ្វើការវិភាគតែម្ដងទៅតោះបាទអ្នកទាំងអស់គ្នាឥឡូវគឺយើងនិយាយពី physical strength ឬមួយក៏កម្លាំងសាច់ដុំគឺយើងនិយាយពី Drake មុនចំពោះ Drake គឺគាត់មានស្នាដៃច្រើនមែនតើអ្នកទាំងអស់គ្នាគឺគាត់អាចចាប់ហែកនៅ Will Stromai ដូចគ្នាទៅជាមួយនឹងគាត់នឹងដោយដៃទទេបានគាត់អាចវាយជាមួយនឹង Metal Beast ជាច្រើនថ្ងៃជាប់គ្នាហើយបានចាប់ទាញនៅពវៀនរបស់ Metal Beast ចេញមកក្រៅហើយអ្វីដែលយើងមិនអាចរំលងនោះគឺគាត់អាចចាក់ទម្លុះខ្លួនរបស់ Omni-Man បានអ្នកទាំងអស់គ្នាដោយពុះដៃរបស់គាត់ចូលគ្នាទៅគឺដាច់ខ្លួន Omni-Man តែម្ដងហើយអ្វីដែលយើងបញ្ជាក់មិនបាននោះគឺគាត់អាចដាល់ Oliver ឲ្យបែកមាត់ខ្ទេចតែម្ដងអ្នកទាំងអស់គ្នាត្រឹមតែមួយដៃអ្នកទាំងអស់គ្នាមើលទៅនេះសបញ្ជាក់ថាមិនធម្មតាទេចំពោះកម្លាំងរបស់ Drake គឺគាត់អាចចាប់ហែកដោយដៃទទេរបស់គាត់បានចំពោះ physical strength របស់Bardock ដែលហៅថាកម្លាំងសាច់ដុំហ្នឹងខ្ញុំគិតថាគាត់មិនមានច្រើនដូច Drake ទេប៉ុន្តែចំពោះនៅក្នុង Dragon Ball តួអង្គគឺពឹងលើធម្មពល Ki ដែលជាធម្មពលគោលរបស់គាត់ណាអ្នកទាំងអស់គ្នាចំពោះស្នាដៃរបស់គាត់ហ្នឹងគឺគាត់អាចវាយទម្លុះទាហានរបស់ Frieza ក្នុងរាប់រយនាក់ក្នុងពេលតែមួយហើយនៅក្នុងតម្រងមួយទៀតជាស្វាយ៉ាដែលគេហៅថា Osaro ហ្នឹងគឺកម្លាំងរបស់គាត់គឺកើនឡើងគុណនឹង10ហើយមួយទៀតគឺក្នុងតម្រង Super Saiyan សក់ពណ៌មាសគឺធ្វើឲ្យ Bardock ហ្នឹងគឺកើនកម្លាំងចំនួន50ដងនេះគឺមិនធម្មតាទេហើយអ្នកទាំងអស់គ្នាបើសិនជានិយាយពីកម្លាំងសុទ្ធតែម្ដងគឺខ្ញុំគិតថាឲ្យទៅកាន់ Drake ដោយសារអីដោយសារពួក Saiyan គឺប្រើនៅធម្មពល Ki គឺឆាប់អស់ជាងចំណែក Drake គឺពឹងលើសាច់ដុំកម្លាំងគាត់មិនងាយអស់ទេអ្នកទាំងអស់គ្នាគាត់អាចបញ្ចុតបានរាប់សិបថ្ងៃបានចំពោះ Drake ចំពោះកម្លាំងគឺខ្ញុំសូមឲ្យទៅកាន់ Drake បាទអ្នកទាំងអស់គ្នាបើយើងនិយាយពីភាពធន់តាន់របស់ Drake វិញគឺខ្ញុំគិតថាក៏ញាក់សាច់ដែរទី1គឺគាត់អាចវាយប្រយុទ្ធគ្នាជាមួយនឹង Metal Beast រាប់សិបថ្ងៃដោយមិនអស់កម្លាំងដោយគាត់នឹងនៅធ្លីពវៀនណានេះជាភាពធន់ដ៏មិនគួរឲ្យជឿហើយមួយទៀតគឺគាត់អាចវាយគ្នាជាមួយនឹង Invincible នៅក្នុងផ្ទៃនៃព្រះអាទិត្យនៅក្នុងស្រទាប់ដែលគេហៅថា Photosphere អ្នកទាំងអស់គ្នាសូមបញ្ជាក់បន្តិចនៅក្នុងផ្ទៃស្រទាប់Photosphere របស់ព្រះអាទិត្យហ្នឹងគឺមានកម្ដៅតែ6000អង្សាទេប៉ុន្តែអ្នកទាំងអស់គ្នាកុំច្រឡំថាអាហ្នឹងជាស្រទាប់របស់ Corona ដែលជាបរិយាកាសខាងក្រៅបំផុតវាមិនមែនទេបើបរិយាកាសខាងក្រៅរបស់ Corona ដែលជារបស់ព្រះអាទិត្យហ្នឹងគឺវាមានកម្ដៅ 1.7 លានអង្សាមែនវាគ្រាន់តែជាតួលេខប៉ុន្តែវាមិនមែនជាផ្ទៃដែល Drake និង Invincible ប្រយុទ្ធគ្នាទេផ្ទៃដែល Invincible និង Drake ប្រយុទ្ធគ្នាហ្នឹងគឺនៅលើផ្ទៃ Photosphere ដែលជាផ្ទៃដែលមានកម្ដៅ6000អង្សាអ្នកនរគ្នាកុំច្រឡំគឺជាផ្ទៃ Photosphere ដែលមានកម្ដៅ6000អង្សាក្នុងការប្រយុទ្ធគ្នានៅក្នុងផ្ទៃ Photosphere ហ្នឹងគឺ Drake ហើយនឹង Mark ហ្នឹងគឺបានត្រូវរលាយខ្លួនអ្នកទាំងអស់គ្នានៅក្នុងហ្នឹងគឺ Drake បានរលាយខ្លួនបន្តិចម្ដងរហូតទៅដល់គាត់នឹងរលាយខ្លួនស្លាប់តែម្ដងនេះជាភាពធន់របស់ Drake ចុះចំពោះភាពធន់តាន់របស់Bardock វិញខ្លាំងកម្រិតណាចាំខ្ញុំបកស្រាយជូនអ្នកទាំងអស់គ្នាបាទតោះបាទអ្នកទាំងអស់គ្នាបើសិនជាយើងនិយាយពីភាពធន់តាន់របស់ Bardock គឺគាត់ធន់តាន់របស់គាត់នេះគឺពឹងផ្អែកទៅលើធម្មពល Ki អ្នកទាំងអស់គ្នាចំពោះធម្មពល Ki នេះគឺអាចបង្កើតជារនាំងការពារទៅដល់រូបរាងម្នាក់ដែលបានប្រើជាក់ស្ដែង Bardock គឺគាត់អាចទប់បាននៅការវាយប្រហារពីសំណាក់កូនចៅរបស់ Frieza ហើយដែលយើងមិនភ្លេចទេគឺគាត់អាចទប់បានមួយផ្លែតនៅការបាញ់ធម្មពលដ៏ធំពីសំណាក់ Frieza អ្នកទាំងអស់គ្នាមកលើ Bardock បាទអ្នកទាំងអស់គ្នាហើយធម្មពលហ្នឹងគឺជា Super Nova របស់ Frieza គាត់បាញ់មកកំទេចភពមកកំទេចភព Vegeta ហើយមុននឹងវាធ្លាក់មកដល់កំទេចភពហ្នឹងគឺ Bardock គឺគាត់បានព្យាយាមបាញ់តទល់ដែរអាចទប់បានមួយផ្លែតមុននឹងដំបាល់ Super Nova ទម្លាក់កំទេចភពហ្នឹងមួយអ្នកទាំងអស់គ្នាហើយចំពោះដុំធម្មពល Super Nova ហ្នឹងគឺវាមានកម្ដៅក្តៅជាង Snow របស់ព្រះអាទិត្យហ្នឹងរាប់សិបដងអ្នកទាំងអស់គ្នានេះគឺជារឿងមិនធម្មតាទេបាទអ្នកទាំងអស់គ្នាចំពោះភាពស៊ូទ្រាំហើយនឹងភាពតាន់ហ្នឹងគឺខ្ញុំគិតថា Bardock គឺគាត់មានភាពតាន់ហ្នឹងគឺខ្លាំងជាងហើយប៉ុន្តែបើយើងនិយាយពីភាពស៊ូទ្រាំរបស់គាត់អត់ដល់ Drake ទេអ្នកទាំងអស់គ្នាមើលទៅផុសតាំងគឺ Drake គាត់អាចវាយគ្នាជាមួយ Metal Beast រាប់សិបថ្ងៃហើយគាត់អាចវាយជាមួយ Mark ហ្នឹងនៅក្នុងសពខាងក្រៅនៃព្រះអាទិត្យទៀតអញ្ចឹងណាគឺគាត់អាចវាយរហូតដល់ឆេះខ្លួនស្លាប់ហ្មងតែបើយើងនិយាយពីភាពធន់តាន់តែម្ដងគឺ Bardock តាន់ជាងប៉ុន្តែបើយើងនិយាយពីលក្ខណៈភាពធន់តាន់ហើយនឹងភាពស៊ូទ្រាំប្រយុទ្ធណា Drake គឺគាត់ស៊ូបានខ្លាំងជាងអញ្ចឹងហើយគឺខ្ញុំឲ្យភាពតាន់ខ្លាំងទៅកាន់ Bardock ដោយសារគាត់មានធម្មពល Ki ហើយចំពោះភាពធន់តាន់ដែរហើយប៉ុន្តែស៊ូទ្រាំខ្លាំងគឺខ្ញុំសូមឲ្យទៅកាន់ Drake បាទអ្នកទាំងអស់គ្នាបើយើងនិយាយពីល្បឿន
បើសម្រាប់លឿនហោះហើរខ្ញុំគិតថា track មានលឿនហោះហើរលឿនជាងគឺគាត់អាចហោះពី Galaxy 1ទៅ Galaxy 1ដែលប្រើរយៈពេលខ្លីប៉ុន្តែបើនិយាយពីភាពរហ័សរហួនជាមួយនឹងលឿនវាយប្រហារខ្ញុំគិតថា track អត់លឿនដូច Baldock ទេព្រោះ Baldock គឺគាត់លឿនមែនតើអ្នកទាំងអស់គ្នានេះចំពោះលឿនជាមួយនឹងភាពរហ័សរហួនគឺខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេហើយមួយទៀតចំពោះភាពឆ្លាតវៃឆ្លាតក្នុងសមរភូមិក៏ខ្ញុំបានទៅកាន់ track ដែរក្បាច់គុណក៏ track ព្រោះ track គឺជាអធិរាជស្ដេចដឹកនាំនៃវាលស្រមៃទាំងអស់ណាយ៉ាងហើយរឿងក្បាច់គុណភាពឆ្លាតវៃយុទ្ធសាស្ត្រអីនេះគឺ track ឈ្នះដាច់ហើយបាទអ្នកទាំងអស់គ្នាហើយចំពោះសមត្ថភាពជាមួយនឹងធម៌ពលឬមួយក៏ ability power ហ្នឹងខ្ញុំគិតថា track គឺគាត់អត់មានច្រើនទេគឺគាត់ពឹងផ្អែកទៅលើកម្លាំងបាយឬមួយក៏ថាកដាប់ដៃរបស់គាត់សុទ្ធសាធរឿងហ្នឹងគឺផ្ដល់ទៅកាន់ Baldock វិញទី1គឺគាត់អាចបាញ់នៅធម៌ពលដែលគេហៅឈ្មោះថា Final Spirit Cannon ដែលគាត់បាញ់ធម៌ពលចេញពីដៃរបស់គាត់ទៅកាន់បរិយាកាសហើយមួយទៀតគឺគាត់អាចកំទេចភពបានអ្នកនរគ្នាប្រកាសជាឆ្ងល់ថា Baldock អត់មានឃើញពេទ្យស្នាដៃណាកំទេចភពទេតែគឺខ្ញុំយកនេះគឺយកទៅលើ King Vegeta គឺគាត់អាចកំទេចគាត់មានសមត្ថភាពមួយក៏ធម៌ពលអាចកំទេចភពបានចឹងហើយចំពោះការធ្វើបែបហ្នឹង Baldock ក៏គាត់អាចធ្វើបានដែរដោយសារពួកគេទាំងពីរមានធម៌ពលផាក់ផាគ្នាចំពោះធម៌ពលជាមួយនឹងសមត្ថភាពគឺខ្ញុំសូមឲ្យទៅកាន់ Baldock ចុះឥឡូវគឺយើងអាចវិភាគបានហើយថានរណាជាអ្នកឈ្នះចំពោះក្នុងចម្បាំងនេះឥឡូវនេះគឺខ្ញុំធ្វើការវិភាគតែម្ដងទៅបាទអ្នកទាំងអស់គ្នាចំពោះចម្បាំងមួយហ្នឹងទោះបីជា track គាត់ឈ្នះ Baldock ខាងផ្នែកកម្លាំង strength ភាពធន់ភាពស៊ូទ្រាំឬមួយក៏ក្បាច់គុណឬមួយក៏យុទ្ធសាស្ត្រអីឈ្នះ Baldock ទាំងអស់មែនប៉ុន្តែអ្នកទាំងអស់គ្នាកុំភ្លេចថា Baldock មានចំណុចខ្លាំងមួយដែល track គឺទប់មិនបាននោះគឺធម្មពល Final Spirit Cannon របស់ Baldock គឺការបាញ់ធម្មពលចេញពីដៃហ្នឹងហើយចំពោះការបាញ់ធម្មពលនឹងទៀតសោតគឺវាអាចកំទេចភពមួយបានទេអ្នកទាំងអស់គ្នាអញ្ចឹងហើយរាងកាយរបស់ track ហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងធម្មពលរបស់ Baldock បានទេហើយក៏មិនមានថាពេទ្យស្នាដៃណាដែលថាអាចទប់ទល់ជាមួយនឹង Baldock បានដែរហើយអ្វីដែលយើងគួរឲ្យខ្លាចនោះគឺពេល Baldock គាត់ខ្លាយទៅជាស្វាយៈអ្នកទាំងអស់គ្នាគឺគាត់បានកើនឡើងនៅកម្លាំងជាមួយនឹងធម្មពលនឹងគុណនឹង10បើមិនជាគាត់កើនឡើងជាស្វាយៈនឹងមែនណាគឺ track មិនសល់សាច់របស់ Baldock ទេហើយអ្វីដែលគួរឲ្យខ្លាចមួយទៀតនោះដល់ពេល Baldock គាត់ខ្លាយទៅជា Super Saiyan គាត់កើនធម្មពលជា Super Saiyan សក់បោះវាណាគឺថា track គឺដឹងតែចាញ់ 100% ហ្មងមូលហេតុដោយសារ Baldock បើសិនជាគាត់កើនឡើងនៅ Super Saiyan សក់ពណ៌មានហ្នឹងគឺគាត់មានកម្លាំងជាមួយនឹងធម្មពលនឹងគុណជាមួយនឹង50ដងគឺខ្លាំងជាងមុន50ដងអញ្ចឹងមានន័យថាធម្មពលរបស់គាត់ហ្នឹងគឺកើនឡើងរហូតដល់5សែនណាស់អ្នកទាំងអស់គ្នាចំពោះ Baldock ធម្មតាតម្រងធម្មតាគាត់មានធម្មពល10000ហើយកើនជាស្វាយៈគុណនឹង10អញ្ចឹងមានន័យថាស្មើនឹង1សែនបើសិនជាគាត់ផ្ទុះឡើងជា Super Saiyan ទៀតគឺធម្មពលរបស់គាត់ហ្នឹងគឺឡើងរហូតដល់5សែនអញ្ចឹងហើយមិនថាមានរឿងអីដែលថា Baldock គាត់វាមិនឈ្នះ track ទេពលគឺវាយ track ឲ្យដេកនៅមួយកន្លែងហ្មងឬមួយថាកំតិច track ឲ្យតិចខ្លាយទៅជាផេះហ្មងដោយមិនអាចរកសាកសពឃើញទេហ្នឹងហើយព្រោះការវិភាគរបស់ខ្ញុំគឺសុំតែប៉ុណ្្នឹងទេអ្នកនរគ្នាហើយជ័យជំនះទាំងស្រុងនេះគឺខ្ញុំសូមឲ្យកាន់ Baldock នៅក្នុង Dragon Ball ក្នុងការប្រយុទ្ធមួយហ្នឹងគឺ Baldock ក៏ឈ្នះដោយលំបាកខ្លាំងមូលហេតុដោយសារ track ក៏មិនមែនជាដៃគូដែលស្រួលប្រយុទ្ធដែរគឺ track គាត់មានកម្លាំងខ្លាំងជាមួយនឹងភាពធន់ក៏ខ្លាំងហើយបទពិសោធន៍ប្រយុទ្ធគាត់ក៏ច្រើនបើចឹងហើយសម្រាប់ Baldock ដែលអាចយកឈ្នះ track ហ្នឹងគឺវាមិនងាយស្រួលទេមុននឹងថា Baldock គាត់អាចបញ្ចេញនូវធម៌ពលសម្រាប់ track បានក៏គាត់ត្រូវបាន track វាយគាត់ក៏រៀងសុខសាច់ដែរបាទហ្នឹងហើយអ្នកទាំងអស់គ្នាសូមអរគុណអ្នកទាំងអស់គ្នាជាចុងក្រោយសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ក្នុងការវិភាគចម្បាំងមួយនេះណាហើយបើសិនជាការវិភាគចម្បាំងមួយហ្នឹងមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមអ្នកទាំងអស់គ្នាអធិស្ឋានអភ័យទោសហើយបើអ្នកទាំងអស់គ្នាចង់ខ្ញុំប្រៀបធៀបនៅតួអង្គណាទៀតសូមអ្នកទាំងអស់គ្នាជួយ comment នៅអប comment ខាងក្រោមទៅចាំខ្ញុំនឹងធ្វើជូនទៀតបាទហើយជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ